តពោធិ៍សាត់មានសហគ្រាសគ្រឹះស្ថានសរុប414ក្នុងនោះមានកម្មករសរុប15,885 នាក់ស្រី11,328 នាក់មានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួន5កម្មករសរុប5,916 នាក់ស្រីមានចំនួន5,466 នាក់វិស័យក្រៅពីកាត់ដេរមានចំនួន409កម្មករសរុប9,969 នាក់ស្រី5,862 នាក់និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធបុគ្គលស្វ័យនិយោជដែលចុះបញ្ជីនៅបសសមានចំនួន 9,921 នាក់ចំពោះពលករត្រឡប់មកពីប្រទេសថៃមានចំនួន 10,152 នាក់ស្រី4,645 នាក់ពលករទទួលបានការងារធ្វើមានចំនួន 9,731 នាក់ស្រី 4,464 នាក់ពលករដែលប្រកបមុខរបរខ្លួនឯងមានចំនួន 2,147 នាក់ស្ត្រី1,029 នាក់និងពលករដែលមិនទាន់ទទួលបានការងារធ្វើមានចំនួន421នាក់ស្រី181នាក់ដោយក្នុងនោះជាកុមារនិងអ្នកដែលមានអាយុលើសពីតម្រូវការរបស់សហគ្រាសគ្រឹះស្ថាន